វាថោកអញ្ចឹងបងប្អូនរាល់ពេលដែលពួកវាចង់ដោះខ្លួនពីការជេរស្ដីរបស់ប្រជាពលរដ្ឋវាគឺដឹងតែវាមករករឿងខ្មែរយើងហើយមេដឹកនាំថៃមួយណាដូចមួយណាគ្រប់ទៅចំណុចបងប្អូនគិតមើលហើយធ្វើសក្រិមជាមួយខ្មែរយើងលើនេះខ្ញុំមានអារម្មណ៍ថាវាដូចមកកម្រោលជាងមុនវារបៀបថាវាមកសងសឹកហ្មងដោយសារតែការពីវាធ្វើសក្រិមជាមួយខ្មែរយើងកាលពីមុនវាអត់បានកាន់កាប់អីដែលវាចង់បានកាន់កាប់បងប្អូនមើលនៅក្នុងเพจក្រសួងវប្បធម៌យើងគឺเพจក្រសួងវប្បធម៌យើងថ្កោលទោសថៃដែលថៃវាថាវាធ្វើសក្រិមវាមិនមែនបាញ់តបនឹងតបខ្មែរយើងដើម្បីតបខ្មែរយើងរត់ចេញគឺវាបាញ់ប្រាសាទរបស់យើងហ្មងចឹងនិយាយអានេះគេថាអក្រិតកម្មសង្គ្រាមបងប្អូនអក្រិតកម្មសង្គ្រាមគឺបានន័យថានៅពេលដែលអ្នកឯងធ្វើសង្គ្រាមរវាងប្រទេសនិងប្រទេសអីចឹងអ្នកឯងអត់មានបាញ់យោធាទេអ្នកឯងតែបាញ់ជនស៊ីវិលអ្នកឯងតែបាញ់ទ្រព្យសម្បត្តិមរតកវប្បធម៌អីចឹងឥឡូវថៃធ្វើចឹងបងប្អូនហើយលើកមុនគឺវាតែបាញ់ប្រាសាទព្រះវិហារធ្វើក្បាលនៅប្រាសាទព្រះវិហារហ្នឹងមានតែហ៊ានណាទៅលើក្នុងប្រាសាទហ្នឹងគឺវាបាញ់អញ្ចឹងបងប្អូនហើយហ្នឹងបងប្អូនទៅមើលរូបភាពក្នុងពេកគឺវាបាញ់មកលើប្រាសាទតាកបីហ្មងហើយប្រាសាទតាកបីហ្នឹងគឺជាប្រាសាទដែលថៃចង់បាននៅលើហ្នឹងបងប្អូនប្រាសាទតាកបីហើយហ្នឹងភ្នំខ្មោចភ្នំអីហ្នឹងគឺថៃវាធ្វើសង្គ្រាមមួយយើងអាប់សង្គ្រាម5ថ្ងៃប្រហែលខែមុននោះវាធ្វើដើម្បីកាន់កាប់អាហ្នឹងប៉ុន្តែទាហានខ្មែរយើងអងអាចក្លាហានការពារតំបន់ហ្នឹងបានទៅវាត្រូវបង្ខំចិត្តចុះសន្ធិសញ្ញាសន្តិភាពជាមួយដូណាល់ត្រាំជាមួយនឹងអីហ្នឹងទាំងដែលមិនទាន់បានអាកន្លែងនោះតែពេលវាមកលើនេះខ្ញុំមានអារម្មណ៍ថាវាមកកំរោលហើយរបៀបថាបើអញមិនបានអ្នកឯងក៏មិនបានអញ្ចឹងដូចថាយើងបើសិនតែវាមិនបានប្រាសាទហ្នឹងខ្មែរយើងក៏វាមិនឲ្យប្រាសាទហ្នឹងដែរតែពេលអញ្ចឹងខ្ញុំឃើញក្នុងរូបភាពគឺវាបាញ់ប្រាសាទហ្នឹងលឹងកើលហ្មងបងប្អូនអូខេថ្ងៃនេះខ្ញុំចង់មកកលេចមើលទៅហេតុអីបាននាយករដ្ឋមន្ត្រីថ្មីរបស់ថៃនេះសម្រាប់ចិត្តប្រកាសសង្គ្រាមជាមួយខ្មែរយើងណាបងប្អូនសម្រាប់ខ្ញុំមើលឃើញ6ចំណុចដែលនាំឲ្យអនុទានហ៊ានគេថាថ្លើមធំប្រកាសសង្គ្រាមជាមួយនឹងកម្ពុជាយើងណាបងប្អូនចំណុចទី1គឺវាជាមហិច្ឆតាឈ្លានពានតាំងពីដើមមករបស់ថៃមកលើកម្ពុជាថៃគឺមិនតែឲ្យតម្លៃកម្ពុជាទេដោយដែលយើងឃើញស្រាប់ហើយថាសូម្បីតែមានកិច្ចព្រមព្រៀងហើយថាយើងសន្យាទៅចុះបាញ់គ្នាអញ្ចឹងចុះហត្ថលេខាអញ្ចឹងហើយមានសាក្សីទាំងអាស៊ានក៏ចាំមើលទាំងអាមេរិកក៏ចាំមើលប្រទេសនៅតែប្តីឆ្វេងស្ដាំចាំមើលក៏នៅតែថៃបំពេញអញ្ចឹងដែរព្រោះនេះជាមហិច្ឆតារបស់ថៃវាចង់តែឈ្លានពានខ្មែរទេតាំងពីដើមអ្វីដែលវាមិននិយាយមកកាន់ខ្មែរយើងគឺវាមិនដែលចាត់ទុកជាការពិតវាមិនដែលគោរពពាក្យសន្យាទាំងអស់នោះទេនឹងមិនខ្ញុំនិយាយថាវាមិនដែលមានខ្មែរយើងក្នុងខ្សែភ្នែករបស់វាណាបងប្អូនហើយនឹងចំណុចទី2គឺបរាជ័យក្នុងការគ្រប់គ្រងហានិភ័យទឹកជំនន់ជាពិសេសគឺនៅក្នុងទីក្រុងបាងកកដែលធ្វើឲ្យប្រជាជនគឺមានការលិចលង់នៅតូបលិចលង់នៅមុខជំនួយរបស់គាត់ហើយគាត់មានការស្អប់ស្ពើមឬក៏ខឹងសម្បានាយករដ្ឋមន្ត្រីអនុទានសពថ្ងៃហ្នឹងមែនតើនិយាយថាវាមានការវែកញែកខ្លាំងនៅក្នុងបណ្ដាញសង្គមថៃទាក់ទងទៅនឹងសមត្ថភាពនៃការគ្រប់គ្រងហានិភ័យរបស់អនុទានណារហូតដល់អនុទានគេសុំទោសហើយគាត់និយាយថាគាត់នឹងកសាងឬក៏សម្អាតទីក្រុងនឹងត្រឹមតែរយៈពេល7ថ្ងៃប៉ុន្តែ7ថ្ងៃនៅធ្វើអត់បានប្រជាជននឹងខឹងសម្បាអញ្ចឹងនេះគឺជាហេតុផលទី2ហើយនឹងហេតុផលទី3គឺបរាជ័យក្នុងការ host រៀបចំនៅ SEA Games បងប្អូននឹងស្រាប់ហើយថាថៃគឺជាប្រទេសដែលពោពេញទៅដោយអំណួតដល់ពេលគាត់ធ្វើ SEA Games អញ្ចឹងទៅវាមានការខុសឆ្គងឆ្វេងខុសឆ្គងស្ដាំហើយដូចជាការធ្វើ banner ការធ្វើពាណិជ្ជកម្មទាក់ទងទៅនឹង SEA Games នោះគឺគាត់លួច copy ពីប្រទេសគេអីចឹងណាវាមិនមែនរឿងនឹងតែម្យ៉ាងទេប៉ុន្តែចង់និយាយថាការរៀបចំ SEA Games ទូទៅនោះគឺវាអត់រលូនវាអត់មើលទៅអត់កថាសមជាប្រទេសដែលខ្លួនឯងអួតថាប្រទេសអ្នកមានអួតថាប្រទេសខ្លួនឯងធំដុំជាងខ្មែរហើយតែតែមើលងាយខ្មែរយើងបងប្អូនការរៀបចំឈុតឆាកទូទៅគឺអត់បានស្មើខ្មែរយើងហើយវាទទួលការរិះគន់ជាច្រើនហើយនឹងមានការវែកញែកជាច្រើនទាំងក្នុងស្រុកថៃហើយនិងខាងក្រៅចំពោះពួកបរទេសដែលគេរំពឹងថាថៃគួរតែធ្វើល្អជាងនេះណាបងប្អូនប៉ុន្តែវាធ្វើមិនបានល្អដល់ពេលអញ្ចឹងវាបាក់មុខជាងដែរមូលហេតុទី4ខ្ញុំគិតថាមួយរយៈនេះអនុទានក៏ដូចជាជាប់ពាក់ព័ន្ធជាមួយនឹងកំពូលអ្នកឆបបោកអនឡាញនិងកំពូលអ្នកចាប់ចម្រិតអនុទានគឺធ្លាប់មានការស្គាល់អាប៉ែកហ្នឹងតាំងពីឆ្នាំ2014មកធ្លាប់ញ៉ាំបាយធ្លាប់អីមួយគ្នាអញ្ចឹងទៅហើយធម្មតាបងប្អូនហើយប្រទេសថៃគឺតែតែមើលងាយខ្មែរយើងហើយនិយាយដាល់ថាប្រទេសខ្មែរយើងគេ Cambodia គឺជាប្រទេសដែលឆបបោកថៃខ្មែរយើងតែប្រទេសឆបបោកប៉ុន្តែមើលប្រទេសវាដែលល្អនាយករដ្ឋមន្ត្រីវាគឺមានការពាក់ព័ន្ធជាមួយនឹងមេក្រុមឆបបោកមេក្រុមជួយដូរមនុស្សហ្នឹងបងប្អូនគេមើលហើយនឹងមូលហេតុទី5ខ្ញុំគិតថាថៃគឺមានបញ្ហាព្រំដែនរ៉ាំរ៉ៃជាមួយនឹងភូមាដូចជាមានការបាញ់បោះជាមួយនឹងពួកឧទាមភូមាជាមិនដាច់តែហើយគេប្រមាថថាបើភូមាពួកឧទាមហ្នឹងនៅតែបន្តរកគួនរោរឿងគេអញ្ចឹងគេនឹងប្រើអាវុធធំដើម្បីវាយបហាពួកនឹងទៅវិញប៉ុន្តែឥឡូវនេះគឺវាអត់ឃើញមានព័ត៌មានធំដុំចេញពីខាងនោះមកទេក៏ប៉ុន្តែខ្ញុំគិតថានេះក៏ជាចំណុចដែលធ្វើឲ្យអនុទានបាត់ប្រជាប្រិយភាពហើយនឹងគិតឈឺក្បាលខ្លាំងណាស់ដែរបងប្អូនទាក់ទងទៅនឹងរឿងបញ្ហាព្រំដែនរវាងថៃនិងមីយ៉ាន់ម៉ាហើយនឹងបញ្ហាទី4គឺគាត់ត្រូវតែធ្វើសង្គ្រាមជាមួយខ្មែរដើម្បីលើកស្ទួយមុខមាត់របស់គាត់ឡើងវិញពីព្រោះថាប្រជាជនឥឡូវនៅក្នុងប្រទេសថៃគឺមានការសង្ស័យមានការសួរសំណួរទៅលើសមត្ថភាពរបស់គាត់តែគាត់មានសមត្ថភាពដឹកនាំប្រទេសអត់ប្រហែលថ្ងៃនេះគាត់មិនទាន់ជានាយករដ្ឋមន្ត្រីពេញលេញទេគាត់នៅតែជានាយករដ្ឋមន្ត្រីស្ដីទីតម្លៃទេដល់ពេលអញ្ចឹងទៅគាត់នឹងឈោះឈ្មោះបោះឆ្នោតនៅដូចជាខែ6ឆ្នាំក្រោយបងប្អូនដល់ពេលអញ្ចឹងទៅអាកាន់ការស្រុកទេសតែប្រហែលខែរបស់គាត់នោះដូចជាវាមិនបានផ្លែផ្កាផ្ទុយទៅវិញវាមានតែចលាចលវឹកវល់ដល់ពេលអញ្ចឹងទៅ
ប្រជាជនគឺនាំគ្នាខឹងសម្បាអត់ពេញចិត្តជាមួយនឹងគាត់បងប្អូននឹងស្រាប់ហើយខាងក្រុមបដិការរបស់សៀមឲ្យតែពេលនៅក្នុងស្រុកមានការស្អប់ខ្ពើមមេដឹកនាំបដិការរបស់ពួកគេគឺដឹងថាពួកគេពងវ៉ែកម្ដៅក្នុងស្រុកនោះមកក្រៅស្រុកហើយតាមរយៈការឆ្លោះគ្នាមួយខ្មែរឆ្លោះគ្នាមួយមីយ៉ាន់ម៉ាឆ្លោះគ្នាមួយម៉ាឡេស៊ីអញ្ចឹងបងប្អូនប៉ុន្តែទាំងអស់នោះគឺជាពិសេសឆ្លោះគ្នាមួយខ្មែរពីព្រោះថាដូចថៃនិងខ្មែរវាមានអាភាពស្តៀងគ្នានឹងច្រើនគេហៅថា cultural similarity អាភាពស្តៀងគ្នាខាងផ្នែកវប្បធម៌នឹងច្រើនថៃវាស្អប់ខ្មែរយើងខ្លាំងជាងស្អប់ណាទាំងអស់បើតាមខ្ញុំយល់ដោយសារតែអ្វីដែលខ្មែរយើងមានគឺជាអ្វីដែលពួកថៃចង់បានស្ទើរតែទាំងអស់ហើយបងប្អូនមិនថាជាប្រាសាទបុរាណមិនថាជាអក្សរសាស្ត្រមិនថាជាសម្លៀកបំពាក់មិនថាជាគេហៅថាអត្តចរិតស្អីដូចថៃគេមាននិយាយរួមទៅអ្វីដែលយើងមានគឺជាអ្វីដែលថៃចង់បានឆ្លោះមួយពីណាក៏ប្រជាជនថៃអត់សប្បាយចិត្តដូចឆ្លោះមួយខ្មែរដែរដល់ពេលអញ្ចឹងបានអានុទិនវាត្រូវតែស្ដារមុខមាត់វាឡើងវិញដើម្បីប្រឈមមុខជាមួយនឹងការបោះឆ្នោតនៅពេលខាងមុខគឺឆ្នាំ2026នៅខែ6នេះតែអានុទិនគឺត្រូវតែធ្វើអ្វីៗគ្រប់បែបយ៉ាងហើយវាថោកអញ្ចឹងបងប្អូនរាល់ពេលដែលពួកវាចង់ដោះខ្លួនពីការជេរស្ដីរបស់ប្រជាពលរដ្ឋវាគឺដឹងតែវាមករករឿងខ្មែរយើងហើយមេដឹកនាំថៃមួយណាដូចមួយណាគ្រប់តែចំណុចបងប្អូនគិតមើលអញ្ចឹងបានខ្ញុំនិយាយក្នុងវីដេអូមុនខ្ញុំថាថៃហ្នឹងណាបានតែយើងសំណងបានយើងខ្លាំងដូចកូរ៉េអីចឹងយើងវាយថៃម្ដងហើយរៀបម្ដង